លេខខ្យងជាមួយនឹងលេខសេះបើបងប្អូនទិញលេខខ្យង3អាចថែមលេខសេះមួយ$27យើងមានឈុតពិសេសជូនណាបងប្អូនចាប់ពីថ្ងៃហ្នឹងដល់ដាច់ខែលេខមួយដបនេះ$9ខ្ញុំប្រើបានខ្ទង់ប្រហែលជាមួយខែថ្ងៃនេះយើងលក់ឈុត3 9 3ដល់$27យើងថែមជូនកាដូពិសេសមួយគឺលេខសេះកាដូពិសេសគឺលេខសេះអញ្ចឹង$27បងប្អូនបានលេខខ្យង3លេខសេះ1ហើយយើងហ្វ្រីសេវាដឹកទៀតបងប្អូនបាទលេខខ្យងខ្ញុំធានាល្អជូនបើសិនជាបងប្អូនត្រូវការលេខដែលសុទ្ធហើយ ingredient ដែលល្អខ្ញុំធានាឲ្យដោយសារ ingredient នៅក្នុងនេះល្អច្រើនប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនដឹងតែ3ចំណុចទេបាទនៅក្នុងហ្នឹងចំណុចទី1គឺគុជខ្យងដែលនៅក្នុងនេះ snail គុជខ្យងបងប្អូនដែលបងប្អូនធ្លាប់ឮចាស់ៗថាំងនៅពេលដែលយើងធ្វើឲ្យសัตว์ទឹកផ្សេងវាមានរបួសដូចឆ្លើងដូចជាក្តាមដូចជាអីយើងធ្វើមានរបួសហើយពេលវាចូលក្នុងទឹកវិញចាស់ថាំងតែវាជួបខ្យងវាជួយព្យាបាលហើយពីតូចខ្ញុំចំណាំតែឮអញ្ចឹងណាមកដល់ឥឡូវគេស្រាវជ្រាវថាទឹកមាត់ខ្យងឬក៏លំអិលខ្យងនោះវាមានអីពិសេសដែលជួយឲ្យសត្វល្អិតផ្សេងហ្នឹងវាទៅហាជាសះស្បើយធាតុពិតនៅក្នុងទឹកមាត់ខ្យងនោះវាមានពពួក hyaluronic acid glycosyl ហើយនិង peptide ទង់ដែងបងប្អូនទឹកមាត់ខ្យងហ្នឹងវាល្អហើយបងប្អូនចំណាំមើលខ្យងអត់ខ្លួនវាអត់ស្ងួតទេអត់ស្ងួតដោយសារតាវាមានអាសាជាតិហ្នឹងដើម្បីឡុកសំណើមនឹងខ្លួនវាអត់ឲ្យស្ងួតអញ្ចឹងមិនមែនតែត្រឹមឲ្យមានសំណើមទេវាជួយឡុកទៀតបើន័យថាជួយចាក់សោកុំឲ្យសំណើមហ្នឹងរត់ទៀតនៅពេលដែលស្បែកយើងមានសំណើមបងប្អូនវាអត់ងាយមានបញ្ហាទេអត់ងាយខូចអត់ងាយចាស់អត់ងាយយាធ្លាក់បញ្ហាផ្សេងគឺកម្រងាយមានធ្វើម៉េចស្បែកយើងមានសំណើមទឹកមាត់ខ្យងហ្នឹងវាជួយឡុកសំណើមហើយអាទឹកមាត់ខ្យងហ្នឹងក៏ជួយព្យាបាលដែរបងប្អូនដូចយើងនិយាយសัตว์ក្នុងទឹកអញ្ចឹងវាជួយព្យាបាលស្នាមរបួសស្នាមលលាកផ្សេងជួយជួសជុលស្នាមរបួសស្នាមលលាកផ្សេងហើយនៅពេលដែលស្បែកយើងអត់មានការលលាកផ្សេងគឺអត់ងាយមានស្នាមអុចអីផ្សេងទេហើយទឹកមាត់ខ្យងហ្នឹងក៏វាមាន collagen នៅក្នុងហ្នឹងហើយនឹងពពួក elastin ភាពយឺតស្បែករបស់យើងនៅពេលដែលស្បែករបស់យើងវាមានភាពយឺតយើងអត់ងាយចាស់ទេហើយស្បែកយើងមាន collagen ក៏ស្បែកយើងតឹងណែនរលោងមានសំណើមហើយគឺអត់ងាយចាស់ទេបងប្អូនអញ្ចឹងទឹកមាត់ខ្យងជួយកាត់បន្ថយភាពចាស់របស់ស្បែករបស់យើងហើយចំណុចទី2គឺ Gojic acid បងប្អូន Gojic acid នេះយើងឃើញមាននៅលើ cosmetic ថ្លៃហើយជាពិសេសរបស់ដែលលាបលើមុខมันមានអាហ្នឹងប៉ុន្តែនៅក្នុងលេខខ្យងយើងមានទី1គឺវាទប់ស្កាត់Tyrosinase ដែលជាប្រភេទអង់ស៊ីមមួយយ៉ាងដែលផលិត melanin ហើយ melanin ហ្នឹងគឺជាសារជាតិពណ៌នៅលើស្បែករបស់យើងហ្នឹងឯងបងប្អូនដែលយើងចាស់ទៅបងប្អូនចំណាំឃើញមានស្នាមអុចប៉ក់នៅលើស្បែកម្ដុំណាបងប្អូនគឺការផលិត melanin យើងមកដាក់នឹងឯងGojic acid នេះក៏ជួយកាត់បន្ថយស្នាមអុចខ្មៅផ្សេងបងប្អូនបើសិនជាមិនទាន់មានប្រើដើម្បីជួយទប់ស្កាត់តែបើមាន Gojic acid នេះក៏ជួយកាត់បន្ថយស្នាមអុចខ្មៅផ្សេងដែលស្នាមមកពីវ័យរបស់យើងចាស់រាងកាយយើងផលិតអា melanin មិញណាបងប្អូនហើយក៏ស្នាមដោយសារតែការរលាកពីកម្ដៅថ្ងៃបងប្អូនចំណាំមើលថាប៉ះនឹងកម្ដៅថ្ងៃធ្វើឲ្យស្បែកយើងមានស្នាមប៉ុន្តែធាតុពិតគឺកម្ដៅថ្ងៃវាធ្វើឲ្យស្បែកយើងរលាកហើយរលាកយូរហើយបញ្ចេញមានស្នាម Gojic acid នេះគឺវាជួយកាត់បន្ថយការរលាកអញ្ចឹងនៅពេលដែលកាត់បន្ថយការរលាកយើងអត់ប្រឈមមុខទៅនឹងស្នាមទេហើយជួយកាត់បន្ថយស្នាមដោយសារតែអរម៉ូនឬក៏ស្ត្រីដែលមានផ្ទៃពោះដែលធ្វើឲ្យពោះឬក៏ធ្វើឲ្យស្បែកគាត់ផ្សេងចេញស្នាមឬក៏សង្វាយផ្សេងណាបងប្អូន Gojic acid នេះគឺជួយគាត់បានច្រើនហើយកាត់បន្ថយស្នាមដែលកើតមុនហើយក៏ជួយប្រឆាំងភាពចាស់របស់យើងជួយឲ្យស្បែករបស់យើងពណ៌ស្មើគ្នាកុំឲ្យស្នាមពណ៌អិចឲ្យដេបដប់បងប្អូនជួយស្បែករបស់យើង smooth ស្មើហើយពណ៌ស្មើគ្នាហើយជួយកាត់បន្ថយការខូចខាតនិងការខូចស្បែករបស់យើងជួយស្បែកយើងតឹងណែនរលោងហើយជួយឲ្យក្មេងជាងវ័យនៅពេលដែលស្បែកយើងរស់វាមានភាពយឺតគឺយើងអត់សូវយាធ្លាក់គឺយើងអត់សូវចាស់ទេបងប្អូនអញ្ចឹង Gojic acid នេះជួយយើងបានច្រើនហើយ Gojic acid នេះក៏ជួយកាត់បន្ថយមេរោគពពួកបាក់តេរីឬក៏ពពួកផ្សិតផ្សេងបងហើយចំណុចទី3នៅក្នុងនេះគេសិក្សាអំពីសរសៃ collagen នៅក្នុងការបញ្ជ្រាបពពួកសរសៃ collagen ចូលស្បែករបស់យើងបងប្អូនបាទហើយដាក់មកចំណុចទៀតចាស់បងប្អូនគឺពពួកវីតាមីននៅក្នុងនេះគេចម្រាញ់ចេញពី
ក្រូចក្រហមគេហៅក្រូចក្រហមអញ្ចឹងចាំខ្ញុំដាក់រូបជូនមើលជាមួយនឹងវីតាមីនដែលគេចម្រាញ់ចេញពីផ្លែល្ហុងទុំបើសិនជាបងប្អូនខ្លះគាត់ចង់បានស្បែកស្អាតអីបងប្អូនគាត់បតោងសារ៉ូមឬក៏ចាក់វីតាមីនសាច់ស្អាតអញ្ចឹងណាបងប្អូនគាត់ខ្ជិលនៅក្នុងការបញ្ជ្រាបចូលប៉ុន្តែខ្ញុំគិតថាការលាបដូចជាល្អជាងបងប្អូនមកចូលបាយលាបបាទវាអាចល្អជាងដោយសារតែប្រសិទ្ធភាពវារៀងយឺតជាងបន្តិចប៉ុន្តែវាសុវត្ថិភាពហើយងាយទៀតបងប្អូនហើយវាបានទិសដៅច្រើនទៀតហើយវាអត់សូវប៉ះពាល់ដល់បារម្ភដល់យើងផ្នែកផ្សេងអីចឹងណាបាទការលាបដូចជាស្រួលជាងបាទអញ្ចឹងនៅក្នុងនេះគឺមានបណ្ដុំពពួកវីតាមីនល្អច្រើនបងប្អូនដែលមាននៅក្នុងហ្នឹងអញ្ចឹង ingredient ល្អសម្រាប់បងប្អូនដែលចង់បំពន់ស្បែកចង់ជំនួយស្បែកខ្ជិលបតោងសារ៉ូមសាច់ស្អាតចាក់វីតាមីនសាច់ស្អាតអីនៅក្នុងនេះបងប្អូនលាបវិញណាបាទ